ចង់ឲ្យអ្នកម្ដាយរាល់ម្ដងអត់ឲ្យហូបទៀតទេអ្នកម្ដាយធ្វើបានទេ no no អត់ទាន់បានទេយកមិញទៅតែយំឲ្យរាល់មិនកាត់កូនហាថ្ងៃនេះអ្នកម្ដាយចំអិនមុខម្ហូបមួយដើម្បីឲ្យកូនរាំវិញណាតោះទស្សនាជាមួយអ្នកម្ដាយឥឡូវនេះតោះឆ្នៃមុខម្ហូបនេះជាមួយនាងខ្ញុំណាមុខម្ហូបមួយនេះគឺជាមុខម្ហូបកម្មកររោងចក្រតែម្ដងជាទូទៅតែងតែទិញមាន់អូនតាក់ចាហើយអត់ចេះឆ្នៃទេថ្ងៃនេះទិញទឹកអំពៅយកមកកាត់យកមកឆ្នៃធ្វើជាគ្រឿងចាលាយជាមួយប្រេងខ្យង2មកម្សៅស៊ុបទឹកស៊ីអ៊ីវចាទឹកត្រីបន្ទាប់មកគឺយើងដាក់ជាមួយនឹងទឹកស៊ីអ៊ីវខាប់រួចហើយយើងដាក់ជាមួយនឹងម្សៅម្ទេសកូរ៉េដើម្បីឲ្យពណ៌អត់មានកូនដាក់ជាមួយនឹងអីគេអាម្ទេសក្រៀមយើងក៏បានដែរក៏ប៉ុន្តែវាហិលបើម្ទេសកូរ៉េអត់ហិលទេនេះគឺជាមួនចារោងចក្រតែម្ដងនាងខ្ញុំមានកូនចៅគាត់ធ្វើការរោងចក្រមុនមកកន្លែងនាងខ្ញុំណាហើយនាងខ្ញុំទៅលេងកន្លែងគាត់នាងខ្ញុំឃើញកន្លែងគាត់លក់តែមាន់ហ្នឹងទេអត់មានមាន់ស្រែ 15,000 អីចឹងណាបងប្អូនណាចាលាងទឹកវាឲ្យស្អាតសម្ងួតឲ្យស្ងួតកាប់វាចឹងមកដាក់បំពងចាដាក់បំពងឲ្យវាបាន 50% រួចហើយយើងដាក់ជាមួយនឹងរំដេងយើងដាក់ជាមួយនឹងគល់ខៃយើងដាក់ជាមួយនឹងស្លឹកក្រូចចាដាក់ចូលមកហើយយើងបន្តបើកហ្គាសឲ្យក្តៅដើម្បីឲ្យវាចាឈ្ងុយសពជាមួយគ្នាតែម្ដងបន្ទាប់ពីវាឈ្ងុយហើយគឺយើងលើកវាដាក់ទុកមួយអន្លើចាបំពងខ្ទឹមឲ្យវាឈ្ងុយដាក់ចូលរួចហើយកុំភ្លេចណាឆ្នូលកណ្ដាលជាមួយនឹងពងមាន់ក៏បានពងទាក៏បានដើម្បីឲ្យវាបង្កើនរសជាតិទៀតណាចានៅពេលដែលយើងបង្កើនរសជាតិណាលោកអើយរំចេញតែម្ដងដាក់ជាមួយនឹងជាឆ្ងាញ់ណាស់មុខម្ហូបនេះរសជាតិប្រៃផ្អែមឈ្ងុយចាហើយបើសិនជាកូនអត់សូវចូលចិត្តផ្អែមដកទឹកដោះគោចេញមួយណាចាដកទឹកដោះគោចេញមួយវារៀងផ្អែមល្មមវារៀងភ័យច្រើននេះខ្ញុំដាក់ទឹកដោះគោហ្នឹងដើម្បីឲ្យឈ្ងុយចាមុខម្ហូបមួយហ្នឹងណាក្លែមបានមួយបន្ទប់តែម្ដងនិយាយមែនជាជាមកចំពោះអ្នកធ្វើការរោងចក្រតនេថ្ងៃសៅរ៍អូហូយជប់លៀងថ្ងៃអាទិត្យគេងថ្ងៃច័ន្ទធ្វើការមែនទេហេចង់ឲ្យអ្នកម្ដាយរាល់ម្ដងអត់ឲ្យហូបទៀតទេអ្នកម្ដាយធ្វើបានទេ no no អត់ទាន់បានទេយកមិញទៅតែយំឲ្យរាំមិនកាត់កូនហាថ្ងៃនេះអ្នកម្ដាយចំអិនមុខម្ហូបមួយដើម្បីឲ្យកូនរាំវិញណាតោះទស្សនាជាមួយអ្នកម្ដាយឥឡូវនេះតោះឆ្នៃមុខម្ហូបនេះជាមួយនាងខ្ញុំណាមុខម្ហូបមួយនេះគឺជាមុខម្ហូបកម្មកររោងចក្រតែម្ដងជាទូទៅតែងតែទិញមាន់អូនតាក់ចាហើយអត់ចេះឆ្នៃទេថ្ងៃនេះទិញទឹកអំពៅយកមកកាត់យកមកឆ្នៃធ្វើជាគ្រឿងចាលាយជាមួយប្រេងខ្យង2មកម្សៅស៊ុបទឹកស៊ីអ៊ីវចាទឹកត្រីបន្ទាប់មកគឺយើងដាក់ជាមួយនឹងទឹកស៊ីអ៊ីវខាប់រួចហើយយើងដាក់ជាមួយនឹងម្សៅម្ទេសកូរ៉េដើម្បីឲ្យពណ៌អត់មានកូនដាក់ជាមួយនឹងអីគេអាម្ទេសក្រៀមយើងក៏បានដែរក៏ប៉ុន្តែវាហិលបើម្ទេសកូរ៉េអត់ហិលទេនេះគឺជាមួនចារោងចក្រតែម្ដងនាងខ្ញុំមានកូនចៅគាត់ធ្វើការរោងចក្រមុនមកកន្លែងនាងខ្ញុំណាហើយនាងខ្ញុំទៅលេងកន្លែងគាត់នាងខ្ញុំឃើញកន្លែងគាត់លក់តែមាន់ហ្នឹងទេអត់មានមាន់ស្រែ 15,000 អីចឹងណាបងប្អូនណាចាលាងទឹកវាឲ្យស្អាតសម្ងួតឲ្យស្ងួតកាប់វាចឹងមកដាក់បំពងចាដាក់បំពងឲ្យវាបាន 50% រួចហើយយើងដាក់ជាមួយនឹងរំដេងយើងដាក់ជាមួយនឹងគល់ខៃយើងដាក់ជាមួយនឹងស្លឹកក្រូចចាដាក់ចូលមកហើយយើងបន្តបើកហ្គាសឲ្យក្តៅដើម្បីឲ្យវាចាឈ្ងុយសពជាមួយគ្នាតែម្ដងបន្ទាប់ពីវាឈ្ងុយហើយគឺយើងលើកវាដាក់ទុកមួយអន្លើចាបំពងខ្ទឹមឲ្យវាឈ្ងុយដាក់ចូលរួចហើយកុំភ្លេចណាឆ្នូលកណ្ដាលជាមួយនឹងពងមាន់ក៏បានពងទាក៏បានដើម្បីឲ្យវាបង្កើនរសជាតិទៀតណាចានៅពេលដែលយើងបង្កើនរសជាតិណាលោកអើយរំចេញតែម្ដងដាក់ជាមួយនឹងជាឆ្ងាញ់ណាស់មុខម្ហូបនេះរសជាតិប្រៃផ្អែមឈ្ងុយចាហើយបើសិនជាកូនអត់សូវចូលចិត្តផ្អែមដកទឹកដោះគោចេញមួយណាចាដកទឹកដោះគោចេញមួយវារៀងផ្អែមល្មមវារៀងភ័យច្រើននេះខ្ញុំដាក់ទឹកដោះគោហ្នឹងដើម្បីឲ្យឈ្ងុយចាមុខម្ហូបមួយហ្នឹងណាក្លែមបានមួយបន្ទប់តែម្ដងនិយាយមែនជាមកចំពោះអ្នកធ្វើការរោងចក្រតនេថ្ងៃសៅរ៍អូហូយជប់លៀងថ្ងៃអាទិត្យគេងថ្ងៃច័ន្ទធ្វើការមែនទេហេ